មិននាំគ្នាធ្វើឲ្យប្រជាពលរដ្ឋបែរជាអាជ្ញាធរសង្កាត់ចំចៅទី2ជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ត្រយឹងរុះរើសម្រាប់ផ្ទះដោយខ្លួនឯងប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ត្រយឹងសង្កាត់ចំចៅ2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញភាគច្រើនលឺលប់បានដឹងបានឮបានឃើញបញ្ហាផ្លូវបញ្ហាលូនៅចំណុចផ្សារបូរីសន្តិភាព2ស្ថិតនៅភូមិដំណាក់ត្រយឹងគឺគ្មានគុណភាពដោយប្រជាពលរដ្ឋរស់នៅជួបការលំបាកអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយនៅពេលភ្លៀងធ្លាក់មកម្ដងក្នុងនោះអាជ្ញាធរដែនដីមិនបានយកចិត្តទុកដាក់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះទេពលអាជ្ញាធរមិនបានធ្វើលូមិនបានធ្វើផ្លូវឲ្យមានស្តង់ដារដើម្បីជៀសផុតពីការលិចលង់នៅក្នុងរដូវវស្សាភ្លៀងធ្លាក់ប្រជាពលរដ្ឋបានលើកឡើងថាអាជ្ញាធរមិនបានធ្វើលូមិនបានធ្វើផ្លូវនៅក្នុងភូមិដំណាក់ត្រយឹងឲ្យមានស្តង់ដារនោះទេបែរជាមកជំរុញឲ្យប្រជាពលរដ្ឋរុះរើសម្រាប់ផ្ទះដោយខ្លួនឯងជាក់ស្ដែងកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025ចៅសង្កាត់ចោមចៅទី2លោកស្រីសួសសំអឿនបានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋនៅចំណុចផ្សារបូរីសន្តិភាព2រស់នៅក្នុងភូមិដំណាក់ត្រយឹងធ្វើការរុះរើសំណង់លើដីចិញ្ចើមផ្លូវឌឿងហែមប្រឡាយសម្រាប់ផ្ទះជណ្ដើរស្លាកយីហោផ្សេងការចាក់បេតុងលើគម្របរីហ្គានិងចោលសម្រាមគ្មានសណ្ដាប់ធ្នាប់សូមជម្រាបជូនបន្ថែមទៀតថានៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាសង្កាត់ចោមចៅ2បានបញ្ជាក់ទៀតថារដ្ឋបាលសង្កាត់ចោមចៅ2សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនមេត្តាជ្រាបថាបងប្អូនប្រជាពលរដ្ឋអាជីវករមានលំនៅឋានទាំង16ភូមិនិង8សហគមន៍នៅក្នុងបូរីសន្តិភាព2ទូទាំងសង្កាត់ចោមចៅទី2ដែលបានសាងសង់សំណង់លើដីចំណីផ្លូវប្រឡាយទឹកផ្លូវឌឿងហែមចាក់បេតុងលើគម្របរីហ្គាចោលសម្រាមគ្មានសណ្ដាប់ធ្នាប់និងធ្វើសម្រាប់ផ្ទះជណ្ដើរស្លាកយីហោផ្សេងដែលសាងសង់រំលោភមកលើចិញ្ចើមផ្លូវសាធារណៈដូច្នេះសូមឯកឧត្តមលោកជំទាវបងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ដែលមានលំនៅឋានក្នុងមូលដ្ឋានសង្កាត់ចោមចៅទី2ដែលបានសាងសង់សំណង់លើចិញ្ចើមផ្លូវនិងទីកន្លែងប្រជុំជនសាធារណៈសូមចូលរួមរុះរើផលប៉ះពាល់ដែលរៀបរាប់ពាក់ព័ន្ធខាងលើនេះសូមមេត្តាជួយសហការនិងធ្វើការរុះរើចេញដើម្បីធ្វើឲ្យផ្លូវធំទូលាយងាយស្រួលធ្វើដំណើរទៅមកបានសមស្របធានាបាននូវសុវត្ថិភាពសោភ័ណភាពផាសុកភាពព្រមទាំងការពារបាននូវបរិស្ថានរស់នៅល្អដើម្បីបម្រើឲ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងការដឹកជញ្ជូននានាក្រោយពីការទទួលសេចក្តីជូនដំណឹងនេះហើយរដ្ឋបាលសង្កាត់ចោមចៅទី2មានជំនឿជឿជាក់ទៅលើស្មារតីយកចិត្តទុកដាក់ពីឯកឧត្តមលោកជំទាវលោកស្រីបងប្អូនប្រជាពលរដ្ឋអាជីវករដែលមានការពាក់ព័ន្ធនឹងចំណុចខាងលើនេះសូមមេត្តាសហការរុះរើដោយខ្លួនឯងចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅករណីមិនមានការសហការរុះរើអាជ្ញាធរនិងសហការជាមួយកម្លាំងមានសមត្ថកិច្ចចុះរុះរើផ្ទាល់ដោយមិនទទួលខុសត្រូវរាល់ករណីបាត់បង់ខូចខាតសម្ភារៈទាំងនោះឡើយពាក់ព័ន្ធនឹងជុំវិញករណីខាងលើនេះមហាជនបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើទង្វើរបស់ចៅសង្កាត់ចោមចៅ2លោកស្រីសួសសំអឿនដែលមិនបានគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបែរជាមកបន្ថែមទុក្ខលំបាកនិងទម្ងន់មកលើប្រជាពលរដ្ឋទ្វេដងសូមពលរដ្ឋប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់លោកខួងស្រេងអភិបាលរាជធានីភ្នំពេញជាពិសេសលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាជួយធ្វើផ្លូវជួយធ្វើលូឲ្យមានស្តង់ដារឲ្យមានគុណភាពនៅចំណុចផ្សារបូរីសន្តិភាព2ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យងាយស្រួលឲ្យពួកគាត់ធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងរស់នៅសុខស្រួល